Hello ទាំងអស់គ្នានេះថ្ងៃនេះមកអួតរឿងអានសភៅទី1នេះស្វែងយល់ពីខ្លួនឯងនិពន្ធដោយបងឡាំលេខលយវាទៀតតម្រុំដឹងខ្លួនថាត្រូវការអីនិពន្ធដោយបងសាស្ត្រថាកូនចាប់មាសនេះសភៅអំណាចនេះសភៅអំណាចនេះល្អណាស់សភៅអំណាចនេះបទបញ្ញត្តិទី48ខ្ញុំធ្លាប់អានសភៅនោះល្អមែនទែនប៉ុន្តែគាត់ថាសភៅហ្នឹងលក្ខណៈគិតជ្រៅខ្លាំងណាលក្ខណៈរៀបល្បិចរៀបអីអញ្ចឹងណាជីវិតគឺជាអញ្ចឹងជីវិតគឺអញ្ចឹងនិពន្ធដោយឡាំឡាយជីវិតគឺអញ្ចឹងខ្ញុំក៏ធ្លាប់អានសភៅនោះល្អដូចគ្នាហើយមួយនេះគ្រប់គ្រងខ្លួនឯងប្រែសម្រួលដោយនេះសភៅប្រែសម្រួលបងឡាំលឹមអារម្មណ៍ល្អជីវិតស្រស់បំព្រង Good Viber Good Life នេះក៏អានចាប់ដែរសភៅនេះសភៅមួយនេះបេដាគ្រប់គ្រងមកស្រាយអំពីភាពជាអ្នកដឹកនាំគោលការណ៍ដឹកនាំពីបេដាគ្រប់គ្រងសម័យទំនើបនេះខ្ញុំអានដែរខ្ញុំអានចប់ដែរសភៅនេះនេះសុភាសិតបុរាណអានចប់សរសេរបកស្រាយដោយបងវណ្ណីណារ៉ាត់ស្រាវជ្រាវវិភាគអភិរក្សនិងចែករំលែកខ្ញុំអត់អាចបកស្រាយច្រើនទេព្រោះខ្ញុំធ្លាប់គាត់តែខ្ញុំគាត់ទៅប្រាប់ថាបានអានអញ្ចឹងសភៅហ្នឹងគឺល្អមែនតើហើយសភៅចរិតមេតបនេះ order ទិញមក3ក្បាលប៉ុន្តែអត់ទាន់បានអានទេសភៅនេះរឿងជីវិតប្រលិតនិពន្ធដោយបងប៊ិនរ៉ាត់លក្ខណៈជារឿងអប់រំមិននោះសញ្ចេតនានេះក៏ខ្ញុំអានចប់ដែរបងសុកច័ន្ទផលខ្ញុំអានទៅមានន័យថាវាជ្រាលជ្រៅរបស់គាត់ស្ត្រីទី1ខ្ញុំទៅ order ដែរប៉ុន្តែខ្ញុំអត់ទាន់បានអានទេបងមុំរដ្ឋាដើរចេញពីអតីតកាលបងកូនចាប់មាសបានអានហើយគូតអំណាចកម្មរបស់បងឡាំលឹមខ្ញុំនិយាយមែនណាអ្នកនិពន្ធទាំងអស់ដែលខ្ញុំអានមានតែខ្ញុំគិតនិយាយទៅល្អទាំងអស់ប៉ុន្តែគាត់ថាបងឡាំលឹមពេលដែលខ្ញុំអានរបស់គាត់គឺខ្ញុំមានអារម្មណ៍ថាវាចូលអារម្មណ៍របស់ខ្ញុំមែនតើហើយតាំងពីអក្ខរាវិរុទ្ធនិងអត្ថន័យរបស់អក្ខរាវិរុទ្ធពេលដែលខ្ញុំអានទៅវាលក្ខណៈថាវាអត់មានពេលយើងអានទៅអត់មានតាក់វារូលហ្មងហើយដូចថាយើងផ្ចង់ទៅអត់ដឹងខ្លួនតែយើងអានដល់ចំណុចណាអញ្ចឹងលក្ខណៈអានទៅពីទំព័រមួយអត់ធុញមកដល់យីមែនបងឡាំលឹមឲ្យតែគាត់និពន្ធខ្ញុំជួយចិត្តមែនតើហ្មងនិយាយទៅមកអ្នកនិពន្ធដែលខ្ញុំអានក្នុងសភៅទាំងអស់មានតែបងឡាំលឹមខ្ញុំអានទៅចាស់និយាយថាល្អទាំងអស់ប៉ុន្តែគាត់ថាបងឡាំលឹមគឺខ្លាំងមែនតើសម្រាប់ការមើលការអានរបស់ខ្ញុំណាគឺខ្ញុំដាក់ទៅគឺចូលស៊ីគ្នារបស់ខ្ញុំមែនតើហ្នឹងហើយនេះបតិទិនទស្សនៈ222ថ្ងៃនេះអំណាចកម្មនេះខ្ញុំបងឡាំលឹមនឹងខ្ញុំអត់ទាន់បានអានទេ
ប៉ុន្តែសភៅដែលខ្ញុំធ្លាប់អានរបស់គាត់ភាគច្រើនគឺខ្ញុំដូចខ្ញុំនិយាយអញ្ចឹងគឺខ្លាំងល្អហើយនេះប្រតិទិនទស្សនៈ222ថ្ងៃដូចគ្នាអត់ទាន់បានអានទៅមកអត់ដែរខ្ញុំនៅសល់ច្រើនសភៅដែលខ្ញុំអត់ទាន់អានដែរបើនេះប្រតិទិនទស្សនៈ365ថ្ងៃនេះខ្ញុំអានចប់ហើយ the best អត់ទៅបោះបងឡាំលឹមខ្ញុំអានប្រហែលក្បាលក៏ខ្ញុំមានអារម្មណ៍ថាចង់តែអានទៀតបងនិយាយចប់ទៅនឹងអាមិនមានអារម្មណ៍ថាខ្ញុំចូលចិត្តអានសភៅគាត់បណ្ដោយនិយាយថាការគិតរបស់គាត់កសិរីវិញ្ញាសាជីវិតបងកូនចាប់មាសប្រពន្ធបងឡាំលឹមហ្នឹងក៏ល្អដែរសភៅហ្នឹងកំណត់ត្រាកំណត់បោះបងឡាំលឹមសភៅនេះដូចជានេះសភៅឡាំបងឡាំលឹមសភៅទី1ដែលខ្ញុំអាននេះខ្ញុំគាត់អានខ្ញុំជាប់ចិត្តនិយាយចាប់ទៅនឹងទៅសរសើរហើយអីដែលចុងក្រោយនេះដំណើរស្វែងរកខ្លួនឯងនេះសភៅនេះខ្ញុំកំពុងតែអានខ្ញុំអានដល់ទំព័រទី28អំណាចនៃភាពស្ងប់ស្ងាត់ខ្ញុំនិយាយទៅស្នាដៃគាត់គឺល្អខ្លាំងខ្ញុំនិយាយមែនខ្ញុំអានហើយខ្ញុំមានអារម្មណ៍ថាអត់ចេះនិយាយតែគាត់ថាអារម្មណ៍របស់យើងពេលអានរបស់គាត់ទៅវាចូលហ្មងតាំងពីការសរសេររបស់គាត់វានិយាយថាដូចក្បោសបាច់យើងណាបើថាអ្នកផ្សេងអានខ្ញុំមិនដឹងទេប៉ុន្តែសម្រាប់ខ្ញុំអានវាដូចខ្ញុំមែនតើហ្មងវាមិនមែនយើងជាអ្នកអញ្ចឹងទេប៉ុន្តែគាត់ថាវាអត់ចេះនិយាយវាល្អមែនតើសភៅគាត់ខ្ញុំគិតថាល្អខ្លាំងណាស់និយាយទៅភាគច្រើនបើសិនតែមានបងឡាំលឹមភាគច្រើនគឺខ្ញុំorder យកមកប៉ុន្តែភាគច្រើនសភៅដែលខ្ញុំភាគច្រើនដែលខ្ញុំ order មកគឺខ្ញុំ order ពីបងកូនចាប់មាសមានសភៅវិភាគទានហើយនឹងយើងទិញអញ្ចឹងលក្ខណៈថាគេ discount មាន discount មានអីអញ្ចឹងមានតែប៉ុណ្្នឹងសភៅដែលខ្ញុំអានវាមានច្រើនក្បាលដែរដូចខ្ញុំរាប់មើលពី3 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165
21ក្បាលសភៅសរុបទាំងអស់ដែលខ្ញុំអានគឺបាន21ក្បាលនៅអាសភៅដែលខ្ញុំអត់ធ្លាប់នេះទៀតប៉ុន្តែនេះសភៅដែលខ្ញុំ order ពីបងប្អូនចាប់មាសហើយនឹងសាកលដូចជា order បានតែប្រហែលក្បាលតែដូចជា2 ក្បាលតែភាគច្រើនគឺបងប្អូនចាប់មាសវិភាគទានដោយសារវាងាយស្រួលយើងអត់សូវមានលុយច្រើនដែរអញ្ចឹងណាអញ្ចឹងវិភាគទានយើងយកមកក្បាល$2អីចឹងទៅអញ្ចឹងណាហើយពេលខ្លះទៅមាន discount ទេយើងក៏ណាមួយដែលយើងស្រឡាញ់ទៅក៏យើងយកទិញយក discount មកគាត់យកមកអានទៅតែដូចខ្ញុំនិយាយចឹងខ្ញុំធ្លាប់អានសភៅទាំងអស់ដែលខ្ញុំនៅតែសរសើរគឺបងឡាំលឹមគឺខ្លាំងខ្ញុំចូលចិត្តមែនតើពេលដែលអានមកគាត់ហើយកប់សេរីអរគុណច្រើនអ្នកនរគ្នា